ចឹងបាទជ្រាបសួរបងចំពោះបញ្ហាបងដែលបងជួបហ្នឹងខ្ញុំសូមធ្វើការបត់បង្ហាញបន្តិចពេលដែលគាត់កំងមកហូបនឹងហើយបងថាពេលដែលគេ payment គឺប្រហែលថាគាត់ឲ្យលុយយើងជាលុយរៀលអញ្ចឹងអមថាយក EC ដល់លុយរៀលឧទាហរណ៍អញ្ចឹងចំនួននេះវាលោដុល្លារតែបងអាច convert វានេះ convert ជារៀលហ្នឹងកន្លែងនេះមកបាទអញ្ចឹង$11ស្មើនឹងប្រហែល41ជាងវាលោតតាមនេះអញ្ចឹងបើគេឲ្យបង50000អញ្ចឹងវាអស់តែ48500ទេបងចុចលើនេះបាទអញ្ចឹងបងវាយ50000មកបាទអញ្ចឹងពេលដែលបងវាយ50000ភ្លាមវាត្រូវអាក់2000តែបងដល់ពេលរបស់បងវាលោតចេញតែជាលុយដុល្លារអញ្ចឹងបងចុចលើសញ្ញារូបដុល្លារនេះណាអញ្ចឹងវាដូរឲ្យខ្មែរដោយសារយើងគិត41ជាងអញ្ចឹងអាប់គាត់តែ1600ទេអញ្ចឹងបងចុច payment មកពេលដែលបង print ចេញបាទពេលដែលបង print ចេញវានឹងលោតកន្លែងអាប់នោះជាលុយខ្មែរជូនណាចាំតិចខ្ញុំបើកជូននេះអញ្ចឹងលុយខ្មែរត្រូវអាប់1600បាទអញ្ចឹងអរគុណមានតែប៉ុណ្្នឹងបងអានឹងគ្រាន់តែត្រូវការចុច select